ប្រខណ្ឌរាជស្វាយរៀងចាក្នុងប្រវត្តិសាស្ត្រថ្មីជាក្លឹបទី1ដែលឈ្នះជើងឯកលីក3លើកជាប់គ្នាក្លឹបបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងបានបង្កើតកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្ត្រលីកបាល់ទាត់កំពូលកម្ពុជាដែលបានក្លាយជាក្លឹបកម្ពុជាទី1ក្នុងការឈ្នះជើងឯកលីកបាល់ទាត់កម្ពុជាចំនួន3រដូវកាលជាប់គ្នាក្រោយនាំមុខបន្ទុកដាច់លើក្រុមចំណាត់ថ្នាក់លេខ2ប្រខណ្ឌរាជស្វាយរៀងបានក្លាយជាជើងឯកលីកកំពូលកម្ពុជារដូវកាល 2025-2026 ដោយស្វ័យប្រវត្តិបើទោះបីជានៅសល់4ប្រកួតទៀតក៏ដោយពួកគេរកបាន65បន្ទុកពីការប្រកួត21លើកស្មើ2លើកនិងចាញ់3លើកដែលនាំមុខក្រុមភ្នំពេញក្រោនរហូតដល់15បន្ទុកនេះជាការប្រកួតឈ្នះជើងឯកលីកកំពូលកម្ពុជាលើកទី3ក្នុងរយៈពេល3រដូវកាលចុងក្រោយបន្ទាប់ពីឈ្នះជើងឯករដូវកាល 2023-2024 និងរដូវកាល 2024-2025 សម្រាប់ការឈ្នះជើងឯក3លើកជាប់គ្នានេះស្ថិតក្រោមការដឹកនាំរបស់លោកគ្រូវឹកប៉េបម៉ូនូស2លើកនិងលោកគ្រូ McKenkie ចំនួន1លើកនៅក្នុងប្រវត្តិសាស្ត្រលីកបាល់ទាត់កម្ពុជាមិនទាន់មានក្លឹបណាដែលឈ្នះជើងឯកលីកកំពូលកម្ពុជា3រដូវកាលជាប់គ្នានោះទេគឺមានតែ2លើកជាប់គ្នាប៉ុណ្ណោះរហូតដល់ពេលនេះប្រខណ្ឌរាជស្វាយរៀងបានឈ្នះជើងឯកលីកកំពូលកម្ពុជាចំនួន5លើកហើយគឺឆ្នាំ2013ឆ្នាំ2019ឆ្នាំ2023-2024ឆ្នាំ2024-2025និងឆ្នាំ2025-2026ដែលស្ថិតនៅចំណាត់ថ្នាក់លេខ2បន្ទាប់ពីភ្នំពេញក្រោនបានឈ្នះ8លើកជាក្លឹបដែលឈ្នះជើងឯកលីកកំពូលច្រើនជាងគេបំផុត